ទឹកសុទ្ធនៅពេលដែលយើងទិញមានទឹកនៅខាងក្នុងហ្នឹងតម្លៃវាពី500រៀលទៅ1000រៀលអូខេហើយបើសិនជាយើងញ៉ាំទឹកនៅខាងក្នុងហ្នឹងអស់វានឹងคล้ายទៅជាដបទទេអញ្ចឹងដបទទេហ្នឹងបើសិនជាយើងលក់ក៏ប្រហែលជាមិនបាន100រៀលដែរប៉ុន្តែប្រហែលជាយើងអាចសន្សំវាច្រើនហើយដូរឬក៏លក់ទៅអេតចាយអញ្ចឹងទៅអូខេប៉ុន្តែតម្លៃវាអត់ស្មើនឹងដបទឹកដែលមានទឹកនៅខាងក្នុងទេអញ្ចឹងវាអញ្ចឹងវាប្រៀបដូចជាមនុស្សយើងដែរអូខេនៅពេលដែលយើងជាមនុស្សម្នាក់ដែលមានតែសបកខ្លួនហើយมันមានអ្វីនៅខាងក្នុងវាប្រៀបដូចជាដបទឹកដែលមានតែដបទទេมันមានទឹកនៅខាងក្នុងអញ្ចឹងដែរអញ្ចឹងតម្លៃវាមានដែរប៉ុន្តែតម្លៃវាមានតិចអញ្ចឹងទៅប៉ុន្តែបើសិនជាយើងជាមនុស្សម្នាក់ដែលមានអ្វីមួយនៅក្នុងខ្លួនអូខេយើងប្រហែលជាមនុស្សដែលប្រៀបដូចជាដបទឹកដែលមានទឹកនៅខាងក្នុងនឹងឯងអញ្ចឹងតើអ្វីទៅដែលយើងមាននៅខាងខ្លួនដែលអាចធ្វើឲ្យយើងមានតម្លៃអូខេដូចជាដបទឹកដែលមានទឹកហ្នឹងអូខេអញ្ចឹងអ្វីដែលធ្វើឲ្យយើងមានតម្លៃហ្នឹងគឺចំណេះដឹងនិងជំនាញហ្នឹងឯងអូខេអញ្ចឹងវាជារឿងសំខាន់មែនទែនដែលយើងត្រូវតែសង្វាតរៀននៅចំណេះដឹងនិងជំនាញអ្វីមួយនៅក្នុងជីវិតរបស់យើងហ្នឹងឯងជាពិសេសគឺនៅពេលដែលយើងនៅក្មេងហ្នឹងគឺជាពេលដែលយើងត្រូវតែសង្វាតរៀននៅចំណេះដឹងនិងជំនាញណាមួយហ្នឹងឯងដើម្បីឲ្យយើងនឹងក្លាយទៅជាមនុស្សមានតម្លៃជាងមុនហ្នឹងឯង